បុគ្គលខ្លះมันបានជារៀងរាដំណើរកិច្ចការរបស់អ្នកណាម្នាក់ទេប៉ុន្តែអ្នកដែលមានការងារធ្វើខ្លះចេះតែជំរាបចង្អុលជាមួយបុគ្គលនោះព្រោះបុគ្គលនោះដឹងខុសដឹងត្រូវខ្លះអ្នកណាធ្វើខុសក៏ដឹងថាខុសណាធ្វើត្រូវក៏ដឹងថាត្រូវក៏ដែរបានរករឿងតែធ្វើទៅពីរកិច្ចគេធ្វើមិនធ្វើទៅប៉ុន្តែអ្នកដែលធ្វើនោះច្រើនតែជំរាបទាំងអស់ឈ្នះនេះនៅជំនាញចាប់ចង់ព្យាបាលព្រោះបុគ្គលនោះតើបុគ្គលនោះក៏សាងបងជាតែតាជាយ៉ាងម៉េចខ្លះក៏ណាសូមនមស្ការក៏ថ្វាយបង្គំលាសុខចម្រើនសំណួរទី4បុគ្គលខ្លះរារាំងដំណើររបស់បុគ្គលដទៃអ្នកដែលមិនធ្វើហ្នឹងមិនរារាំងអីទេប៉ុន្តែអ្នកធ្វើហ្នឹងជាតែមានទស្សនៈមិនល្អចំពោះអ្នកដែលអត់ធ្វើមកស្ដាប់សំណួរមិនសូវយល់ដែរប៉ុន្តែគាត់ថាអ្នកដែលត្រូវគេថាគេមានចិត្តចង្អៀតចង្អល់មកលើហ្នឹងពីមុនមកធ្វើអីឬនៅដឹងធ្វើអីនោះវាទល់តែព្រះមកដឹងប៉ុន្តែយើងដឹងត្រឹមណាយើងដឹងត្រឹមថាមកពីកម្មដែលយើងសាងមកវាអត់ល្អហ្នឹងណាមិនគេចិត្តតែចង្អៀតជាមួយយើងដឹងបានប៉ុណ្ណឹងព្រោះអចិន្តយៈមាន4ណាបាទណាពុទ្ធវិសយោពុទ្ធវិស័យហ្នឹងគឺថាយើងមិនអាចដឹងបានទេតែតើកម្រិតរបស់ព្រះអង្គមានកម្រិតយ៉ាងណាគឺយើងមិនអាចដឹងបានទេណាអ្នកដែលដឹងព្រះអង្គនោះទល់តែមានកម្រិតប្រហែលព្រះអង្គឯណោះឈានវិសយោវិស័យរបស់អ្នកមានឈានដែលអាចអធិដ្ឋានទឹកឲ្យទៅជារឹងអាចដើរលើទឹកបានអីចឹងឬក៏អាចហោះហើរបានអីចឹងយើងទៅគិតមិនឃើញយើងវាមិនចេះហោះប្រើរិទ្ធនិមិត្តរូបតិចរូបច្រើនអីទៅតាមអ្វីដែលលោកនិមិត្តហ្នឹងមួយទៀតសត្តនិកាយោសតេជារឿងអចិន្តយៈនិកាយរបស់សត្វហ្នឹងថាសត្វហ្នឹងវាមានចំនួនបណ្ណាគឺថាគ្មានអ្នកណារាប់អស់ទេហើយកម្មវិបាកោវិបាករបស់កម្មបាករបស់កម្មក៏ជាអចិន្តយៈហ្នឹងមានន័យថាជារឿងដែលមិនគួរគិតទោះបីជាគិតហ្នឹងក៏គិតវាអត់ឃើញប៉ុន្តែអ្វីដែលយើងគួរដឹងបានត្រឹមថាអនិច្ចារម្មណ៍ទាំងឡាយដូចជារូបមិនល្អសម្លេងមិនពិរោះក្លិនមិនក្អូបរសមិនឆ្ងាញ់ផុតថាពាក្យក្តៅពេកតិចពេកអីជាដើមហ្នឹងវាជាផលនៃអកុសលចិត្ត12ជាផលនៃអកុសលកម្មបត្តិពីមុនមកហើយពីមុនហ្នឹងពីអង្កលហ្នឹងឲ្យយើងអត់ដឹងវាធ្វើអំពើអ្វីឲ្យច្បាស់លាស់ក៏យើងអត់ដឹងយើងមិនដឹងព្រោះប៉ុន្តែដើមរបស់វាមូលហេតុដើមរបស់វាយើងដឹងថាហ្នឹងគឺជាអំពើអាក្រក់ឲ្យផលជាទុក្ខឲ្យផលជាទោសតែប៉ុណ្ណឹងដឹងប៉ុណ្ណឹងឯងហើយរឿងរ៉ាវទាំងឡាយដែលធម្មកថាលើកឡើងឧទាហរណ៍ថាជាមពូកាជីវក់ហ្នឹងដែលហេតុដែលមកស៊ីលមួកឬក៏ដកសក់នឹងទៅកាប់ធៀងថ្នោតហើយដើរស្រាតមិនចេះស្លៀកអីហ្នឹងមកពីពុព្វជាតិនោះធ្លាប់ជេរព្រះអរហន្តអីចឹងអាហ្នឹងមកពីព្រះអង្គប្រាប់ទេព្រះអង្គប្រាប់យើងនៅតែអត់ដឹងចឹងឯងប៉ុន្តែយើងអាចដឹងថាក្រៅពីបាបវាអត់អាចបង្កើតអញ្ចឹងបានទេគ្រាន់តែថាបាបហ្នឹងវាមានប្រយោគផ្សេងទៅតាមការគិតទៅតាមរឿងដែលបុគ្គលនោះធ្វើតែយើងឲ្យដឹងថាយ៉ាងម៉េចពិតប្រាកដនោះវាមិនដឹងទេអានេះឧទាហរណ៍ចេះមនុស្សពុលថ្នាំណាមនុស្សពុលថ្នាំប្រភពថ្នាំពិសោធន៍ទៅយើងដឹងតែថ្នាំអង់ទ្រីនប៉ុន្តែមនុស្សហ្នឹងគេបំពុលហ្នឹងមិនមែនយកថ្នាំសុទ្ធហ្នឹងយកទៅដាក់ទេគេយកទៅដាក់ក្នុងនំឬក៏យកទៅដាក់ក្នុងទឹកត្នោតឬក៏យកទៅដាក់ក្នុងស្រាឬក៏យកទៅដាក់ក្នុងបាយឬក៏យកទៅដាក់ក្នុងសម្លអាហ្នឹងហើយដល់ពេលយើងពេលគាត់បរិភោគនេះយើងអត់ដឹងទេអត់ដឹងថាគាត់បរិភោគអីទេបានដោយថ្នាំហ្នឹងយើងអត់ដឹងទេប៉ុន្តែដល់តែគេពិនិត្យមើលទៅថាមានជាតិថ្នាំអង់ទ្រីននៅក្នុងខ្លួនគាត់នឹងឯងគាត់ពុលថ្នាំយើងដឹងត្រឹមពុលថ្នាំប៉ុន្តែសួរថាគាត់ស៊ីអីយើងអត់ដឹងប៉ុន្តែយើងអាចវិនិច្ឆ័យបានថាគាត់នឹងពុលថ្នាំតែគាត់ពុលដោយសារគាត់ពិសាអីយើងអត់ដឹងទេប៉ុន្តែដឹងថាជាតិថ្នាំអង់ទ្រីនហ្នឹងមាននៅក្នុងខ្លួនគាត់នេះឧទាហរណ៍អញ្ចឹងណាយើងដឹងបានប៉ុណ្ណឹងហើយដែលដឹងថាកម្មអីពិតប្រាកដនោះប្រយោគនៃកម្មអីពិតប្រាកដដែលគាត់ធ្វើនោះវាទល់តែអ្នកមានអតីតសញ្ញាណ
ដូចជានៅក្នុងអបជ័យនរកអញ្ចឹងយើងសួរថាធ្វើកម្មអីកម្មផ្សេងគ្នាទាំងអស់ហ្នឹងខ្លះសម្រាប់ម៉ែទៅខ្លះសម្រាប់គោទៅប៉ុន្តែនឹងដូចតែគ្នាតែអបជ័យដូចតែគ្នាទៅមួយទេវតតទេអីចេញចាយទៅនឹងដូចគ្នាប៉ុន្តែយើងអាចនិយាយបានដឹងថាសុទ្ធតែអំពើអាក្រក់ទាំងអស់សុទ្ធតែបាបទាំងអស់ដែលបញ្ជូនទៅនឹងណាតែតាមទំនៀមតាមរឿងដែលយើងសិក្សាមកយើងគ្រាន់តែស្មានទេឆ្លើយថាដែលគេមិនពេញចិត្តយើងគេចិត្តតែចំណែនយើងមកពីយើងធ្លាប់ចំណែនគេអីចឹងអាហ្នឹងយើងថាតាមអ្វីដែលយើងមានបទពិសោធន៍ក្នុងរឿងនេះរឿងនោះទេប៉ុន្តែពិតប្រកបទៅឲ្យតែពាក្យថាបាបវាឲ្យផលជាទុក្ខទាំងអស់ហ្នឹងចឹងអញ្ចឹងវាមិនអាចឆ្លើយប្រាប់ញោមថាខ្ញុំតែគេចេះបំពេញចិត្តខ្ញុំពីមុនខ្ញុំធ្វើអីដឹងពីណាដឹងដល់អាត្មាបានឈាននៅពិចារណាមើលកាលហ្នឹងញាតិញោមកើតជាស្អីហើយទៅធ្វើស្អីអាហ្នឹងមកវាឆ្លើយបានចំអដិញ្ញាអ្វីដែលយើងធ្លាប់ធ្វើពីមុនហើយបើថាអត់មានអតីតតាំងសញ្ញាណចេះតែឆ្លើយទៅឆ្លើយព្រាវណាស់ហ្នឹងប៉ុន្តែអ្វីដែលយើងឆ្លើយបានច្បាស់ថាការដែលឲ្យជួបនៅអនិច្ចារម្មណ៍ជួបនៅរឿងមិនពេញចិត្តហ្នឹងគឺសុទ្ធតែជាអំណោយរបស់បាបពីមុនហើយបាបតាមកាយខ្លះទៅតាមវាចាខ្លះទៅតាមចិត្តខ្លះទៅឆ្លើយបានប៉ុណ្ណឹងវាមិនមែនរឿងបុណ្យឯណាមកឲ្យយើងគេស្អប់ចឹងទេហើយបាបខ្លះយើងមើលជួនកាលកើតដោយសារការធ្វើជួនកាលកើតដោយសារក្រន្តែថាហើយត្រូវគេកវាត់ចោលឧទាហរណ៍ដូចរឿងខោសកសិទ្ធិចឹងកើតមកត្រូវគេយកទៅបោះចោលប្រមាណដងអាហ្នឹងបោះចោលកូនខ្លួនឯងដោយកាយខ្លួនឯងហើយនរណាប្រាប់បានយើងដឹងថាព្រះប្រាប់ទៀតអាហ្នឹងហើយអ្នកខ្លះទៀតជេរគេថាឲ្យយកកវាត់ចោលដូចជាជាងមាសពីអ្នកប្តីប្រពន្ធឆ្លោះគ្នាដល់ពេលព្រះអរហន្តលោកទៅប្រាប់តំណែងថាត្រូវកសាងបច្ចេកដីមាសដាក់ព្រះធាតុព្រះអង្គអីចឹងគាត់ថាសមណៈទាំងអស់នៅរស់ពិបាកគេចិញ្ចឹមឯងងាប់នៅពិបាកបោះចោលក្នុងទឹកឃើញទេគាត់ត្រូវគេយកទៅលបូតទៅក្នុងទឹកទៅអាហ្នឹងគ្រាន់តែពាក្យសម្ដីហើយហ្នឹងដល់ព្រះប្រាប់ហើយបានយើងដឹងប៉ុន្តែអ្វីក៏ដោយវាចេញពីចេតនាខាងក្នុងណាបុណ្យមានអត្ថ5មានសុខវិបាកដ្ឋៈឲ្យផលជាសុខយើងសុខអីសុខទៅឲ្យតែវាជាសេចក្តីសុខរបស់សត្វអនិវចដ្ឋៈมันមានតោអញ្ចឹងទៅគណៈឲ្យវិនិច្ឆ័យលក្ខណៈរួមរូបមន្តរួមហ្នឹងអញ្ចឹងឲ្យផលជាសុខវាមិនមានតោធ្វើឲ្យស្អាតឲ្យល្អអីចឹងគឺបានហើយបាបហ្នឹងដោយអត្ថានំសេចក្តីទុកមកឲ្យជាហេតុនាំឲ្យបានវិបាកជាទុកអញ្ចឹងទុកច្រើនយ៉ាងណាស់ហើយច្រើនយ៉ាងសរុបមករួមគឺទុកតាមផ្លូវភ្នែកតិចជាមោហអណ្ដាតកាយចិត្តប៉ុណ្ណឹងមានប្រធានបទផ្សេងគ្នារូបភាពផ្សេងគ្នាក៏ប៉ុន្តែសោយតាមអាយតនៈប៉ុណ្ណឹងគឺបាបហ្នឹងវាឲ្យទៅជួបរូបមិនល្អគឺឲ្យយើងឃើញរូបអត់ល្អអញ្ចឹងរូបអីក៏ដោយរូបប្រែកក៏ដោយរូបនរកក៏ដោយឲ្យតែរូបអត់ល្អបាបវាបញ្ជូនទៅឲ្យឃើញអញ្ចឹងវាបញ្ជូនទៅឲ្យឮសំឡេងមិនល្អណាដូចជានៅក្នុងនរកឮសំឡេងភ្លើងអញ្ចឹងទៅនៅមនុស្សឮគេជេរអញ្ចឹងឬគេស្ដីឲ្យអញ្ចឹងទៅឲ្យតែសំឡេងមិនល្អអកុសលវិបាកហ្នឹងវាកើតឡើងទទួលរបស់អញ្ចឹងធំក្លិនមិនល្អធំក្លិនលមួកធំក្លិនសាកសពអីចឹងទៅញាតិញោមរៀនអំពីឫសគល់របស់វាវិញឫសគល់របស់បាបមានលោភៈទោសៈមោហៈហើយបង្កើតនៅសេចក្តីទុក្ខផលរបស់វាដោយឆ្អិនគឺមានតែ7ទេចិត្តដែលជាផលរបស់បាបសោតវិញ្ញាណខៀនចក្ខុវិញ្ញាណសម្រាប់ឃើញរូបអាក្រក់សោតវិញ្ញាណសម្រាប់ឮសំឡេងអាក្រក់ខៀនវិញ្ញាណសម្រាប់ធំក្លិនអាក្រក់ជីវហាវិញ្ញាណសម្រាប់ដឹងរសជាតិអាក្រក់ហើយនឹងវិបាកមโนធាតុទទួលនៅបញ្ចារម្មណ៍នឹងអាក្រក់វិបាកមโนវិញ្ញាណធាតុធ្វើកិច្ច5មានសន្តិរណៈតតិលំបណៈហើយ3ទៀតនោះគឺឲ្យបដិសន្ធិភវាំងនិងចតិអានឹងផលពិតប្រកបរបស់បាបនឹងឲ្យប៉ុណ្ណឹងទាំងបដិសន្ធិកាលទាំងប្រវត្តិកាលណាផលរបស់អីក៏ហ្នឹងគឺផលរបស់អកុសលចិត្តផលរបស់បាបទាំងអស់សរុបរួមមកបង្កើតបានចិត្ត7ដួងហ្នឹងសម្រាប់ទទួលនៅផលបាបតែប៉ុណ្ណឹងមិនឲ្យឃើញអីឃើញទៅឲ្យតែអាក្រក់ឮអីឮទៅឲ្យតែអាក្រក់សិតតែវិជ្ជផលរបស់វាទាំងអស់ហ្នឹងឆ្លើយដោយចំពោះហ្នឹងគឺទៅដល់ហេតុនិងផលហ្នឹងឯងរឿងផ្សេងត្រូវរឿងវិញចេះរឿងវិញចោះវាខុសតែរឿងទេខុសតែរឿងដែលយើងនិយាយទេប៉ុន្តែអ្វីដែលវាបង្កើតមានតែប៉ុណ្ណឹង
មានតែប៉ុណ្្នឹងឯងក្នុងនរកក៏តែប៉ុណ្្នឹងក្នុងមនុស្សក៏តែប៉ុណ្្នឹងឧទាហរណ៍ក្នុងទេវតាទៅទៀតក៏អាចមានចិត្តប៉ុណ្្នឹងឲ្យទៅប៉ះពាល់នឹងអាលែងមិនល្អគ្រាន់តែមិនបានធ្វើកិច្ចបដិសន្ធិប៉ុណ្ណោះហើយរឿងល្អចឹងដែរមហាកុសលដែលយើងធ្វើរាល់ថ្ងៃមានតែ8ដួងប្រព្រឹត្តទៅនៅក្នុងកុសលកម្មបត្តិអញ្ចឹងទៅទានដោយសិលដោយភាវនាវិជ្ជាបែកទៅទៀតអញ្ចឹងទៅប៉ុន្តែមហាកុសលមាន8ហ្នឹងសិក្សាទៅមេឫសគល់វិញមានតែប៉ុណ្្នឹងហើយដល់ទៅវាផលិតផលមាន16គឺហេតុកៈកុសល8ហើយនឹងមហាវិបាកហេតុកៈវិបាក8និងមហាវិបាក8ណាឲ្យផលនៅក្នុងទាំងបដិសន្ធិកាលនិងប្រវត្តិកាលអត់មានរឿងអីត្រូវឆ្ងល់ច្រើនចាំបាច់ឆ្ងល់ថាកើតជាអីឬក៏ធ្វើអីវាលែងឆ្ងល់ទៅណាដឹងហេតុផលវាអញ្ចឹងទៅឧទាហរណ៍ដូចជាតិស្ករមួយអញ្ចឹងដល់ពេលយើងទៅយកលេក្នុងនំលួតក៏ផ្អែមយកទៅលេក្នុងនំអាកោក៏ផ្អែមហើយបន្តិចទៀតគឺបង្កើតនំអីមួយទៀតវានៅតែផ្អែមអញ្ចឹងនៅតែផ្អែមអញ្ចឹងដោយមហាកុសលវាឲ្យសេចក្តីសុខទៅកើតក្នុងមនុស្សក៏វាឲ្យសុខទៅកើតទេវតាក៏វាឲ្យសុខសុខម៉ូតអីស្រេចតែយើងប្រាថ្នាទៅណាហើយបើយើងគិតថាសម័យនេះវាធ្វើបានតែនំអាកោហើយនំលួតទៀតសម័យក្រោយគេធ្វើនំអីមួយទៀតធ្វើអីធ្វើទៅប៉ុន្តែជាតិស្ករវានៅតែផ្អែមដដែលហ្នឹងស្គាល់មេវាទៅស្គាល់មេស្ករឲ្យច្បាស់ទៅលែងឆ្ងល់ហើយចុះផ្អែមមកពីណាមិនបាច់ទៅឆ្ងល់ទៅចុះអានំគេធ្វើថ្មីមិនក៏ផ្អែមថាវាមានពូជស្ករអាមុនផ្អែមក៏វាទៅសារតែមានពូជស្ករវាអត់មានអីឆ្ងល់ទេនឹងចឹងឯងបាទនឹងគ្រាន់តែបញ្យល់ឲ្យវាអ្វីដែលយើងត្រូវសិក្សាពីមកដល់ជីវិតនេះណាត្រូវកំណត់ដឹងទាំងកុសលវិបាកនិងអកុសលវិបាកមកដល់ជីវិតហ្នឹងជួបអារម្មណ៍អាក្រក់គណៈកំណត់ដឹងបានថានេះឯងជាផលរបស់បាបជួបអ្វីល្អនេះឯងជាផលរបស់បុណ្យអ្វីដែលត្រូវដឹងប៉ុណ្្នឹងឯងហើយមិនបាច់ទៅស្រាវជ្រាវរាវរកទៅបុណ្យហ្នឹងខ្ញុំធ្វើអីគេហួសសមត្ថភាពយើងសមត្ថភាពអាត្មាក៏មិនមែនសមត្ថភាពគ្រូណាក៏មិនមែនដែរមានអាត្មាមិនមែនទេមានគ្រូណាមែនទៀតទេវាអត់មានទេណាវាយើងទៅជួបព្រះអរហន្តឬក៏អ្នកបានឈានឬក៏អ្នកមានអតីតសញ្ញាណអាហ្នឹងបានវិនិច្ឆ័យថាពីមុនយើងកើតជាស្អីហើយបានធ្វើអីនៅស្រុកណាអីចឹងទៅអាហ្នឹងបានវាច្បាស់ហើយបើថាមិនជួបចឹងទេមិនដឹងទៅសួរយ៉ាងម៉េចទេប៉ុន្តែអ្នកដែលបានសម្រេចធម៌លោកឈប់សួរបណ្ដោយលោកលែងចង់ដឹងពីមុនជាស្អីលោកមិនបាច់ចង់ដឹងពីព្រោះការសង្ស័យហ្នឹងវាលែងមានទៅសង្ស័យវាមាននៅក្នុងពុទ្ធជនយើងនេះដូចជាបបន្តេកង្កតិណាសង្ស័យក្នុងជាតិមុនណាជាតិមុនកើតជាស្អីលោកលែងទៅឆ្ងល់អញ្ចឹងទោះបីជាលោកមិនបានមានញាណអីទៅរលឹកឃើញក៏លោកគ្មានខ្វល់អីទៅសួរណាខ្ញុំថតធ្វើអីបានជាអញ្ចឹងលោកមិនឆ្ងល់ព្រោះបើមិនមានពីមុនឥឡូវក៏គ្មានហេតុពីមុនមិនមានឥឡូវក៏អត់មានផលវាច្បាស់តែប៉ុណ្្នឹងទៅច្បាស់បន្តិចប៉ុណ្្នឹងទៅវាលែងចង់ឆ្ងល់ពីមុនហើយទៅអនាគតខ្ញុំទៅណាទៀតវាមិនជំពាក់អីអាខ្ញុំទៅណាទៀតសំខាន់គឺបច្ចុប្បន្នហ្នឹងវាផលល្អឥឡូវហើយអនាគតទៅចាំបាច់ខ្វល់ហើយដូចជាយើងធ្វើស្រូវធ្វើស្រែអញ្ចឹងគេហៅថាវាត្រូវតែទុំហើយស្រូវហ្នឹងប៉ុន្តែសំខាន់គឺយើងធ្វើស្រូវហ្នឹងបានល្អថែទឹកថែភ្លឺឲ្យល្អអញ្ចឹងទៅមិនបាច់ដេកទន្ទឹងអូយដល់ទុំរៀងអាម៉េចស្រូវហ្នឹងទុំរៀងអាម៉េចវាដឹងអស់ហើយចាំបាច់អីឲ្យតែស្រូវកុំខូចស្រូវនឹងពេញទឹកល្អវាគង់តែបានផលមិនបាច់ចង់សួរថាខ្ញុំត្រូវបានប៉ុន្មានអីប៉ុន្មានអត់ចង់សួរអញ្ចឹងតទៅទៀតទេហើយក៏មិនបានសួរគេថាខ្ញុំធ្វើស្រូវឥឡូវនឹងកើតមកពីមុនខ្ញុំបានពូជអីវាអត់ឆ្ងល់ថាពូជស្រូវបើវាចេញជាស្រូវហ្នឹងវាលែងឆ្ងល់អញ្ចឹងទៅណាប៉ុន្តែបើយើងវាអត់ដឹងជាឆ្ងល់ប៉ុន្តែដឹងហេតុផលច្បាស់លាស់គឺលែងឆ្ងល់នៅក្នុងផតទេករតសូត្រក៏ព្រះអង្គសម្ដែងអញ្ចឹងដែរសម្ដែងថាមនីវិខទាំងឡាយអ្វីដែលកន្លងទៅគឺកន្លងទៅហើយណាហើយអ្វីដែលនៅក្នុងអនាគតក៏វាមិនទាន់កើតឡើងតែអ្វីដែលអ្នកគួរគិតគួរសិក្សាគួររៀនសូត្រគឺអ្វីដែលកំពុងប្រកបក្នុងឥឡូវនេះថាវាជាស្អីតើវាជាស្អីពិតប្រាកដដែលកំពុងប្រកបនេះនឹងចឹងហើយសំណួរដែលញោមសួរមកមិនមែនកើតឡើងចំពោះតែញោមទេអ្នកដែលមិនសួរក៏កើតបញ្ហានឹងដែរគេជាតថាខ្ញុំមិនចេះខ្ញុំមិនចោះហើយសួរថាអាត្មានឹងគេមិនថាខ្វះអីអ្នកថាអាត្មាថាច្រើនជាងញាតិញោមផងគេថាអាត្មានឹងទេសដៀលគេបៀតបៀនគេថាមកកកោប៉ុន្តែអាត្មាពេញចិត្តឲ្យគេថាអញ្ចឹងព្រោះយើងដើរតួអញ្ចឹងហើយបានគេថាបើយើងមិនដើរតួអញ្ចឹងមានពីណាថាបើនៅខ្វៀលទាលដើរនោះមាននរណាមកថាយើងប៉ុន្តែយើងមកថាអញ្ចឹងហើយយើងមិនណែនាំគេអញ្ចឹងវាសមតែគេថាហើយវាសមតែគេថាចុះអីណាព្រោះវាខុសចិត្តគេតែខុសចិត្តគេថាហើយរឿងគេថាមិនចាំបាច់អាក្រក់ទេត្រូវក៏ដោយ
ឲ្យតែខុសចិត្តគេថាហើយប៉ុន្តែសំខាន់តែយើងទប់ទល់នឹងពាក្យគេថាបានអត់នេះអ្វីដែលយើងត្រូវដោះស្រាយនៅនេះទេណាញាតិញោមពុទ្ធបរិស័ទទាំងឡាយឥឡូវយើងធ្វើខុសឲ្យគេសរសើរហើយយើងធ្វើត្រូវគេបង្អាប់យើងយកមួយណាយើងនិយាយខុសគេសរសើរហើយយើងនិយាយត្រូវតែគេមិនពេញចិត្តយកមួយណាអានេះជាផ្លូវដែលយើងត្រូវជ្រើសរើសជាផ្លូវដែលយើងត្រូវដើរហើយយើងដើរចន់បន្លាគេថាក្លាហានណាស់គេដើរទៀតដែរមុតឈឺយកងាប់ហ្នឹងហើយដល់យើងដើរតាមផ្លូវគេថាអន់ណាស់ថាអន់ទៅប៉ុន្តែយើងដើរតាមផ្លូវវាមានមុតជើងអីរឿងយើងដឹងខ្លួនយើងផ្លូវខុសផ្លូវត្រូវអញ្ចឹងដូចគ្នាណាយើងដើរត្រូវផ្លូវឥឡូវកុំនិយាយផ្លូវប្រតិបត្តិនិយាយពីដើរផ្លូវព្រៃយើងដើរចន់បន្លាគ្រប់មុតជើងលហាចហើយគេសរសើរល្អណាក្លាហានណាហើយចេះតែចន់ទៀតបានគេសរសើរហ្នឹងហើយដល់យើងដើរតាមផ្លូវហ្នឹងកំសាកណាអញ្ចឹងឈប់ដើរផ្លូវល្អឯហ្មងទៅចន់បន្លាវិញទៅម៉េចមែនទេណាហ្នឹងអាត្មាប្រៀបធៀបហ្នឹងញាតិញោមយល់ច្បាស់ថារវាងផ្លូវល្អនិងផ្លូវអាក្រក់វាមិនចាំបាច់លើមាត់អ្នកដទៃទេបើយើងដើរត្រូវហើយអ្នកដទៃថាវាជារឿងរបស់គេតែបើយើងដើរខុសហើយគេសរសើរយ៉ាងម៉េចក៏នៅតែគ្រោះថ្នាក់ដដែលដូចជាយើងដើរជន់បលាអាត្មាថាតែជន់បលាគេសរសើរមិនក៏នៅតែឈាមដែរជើងនៅតែឈឺយ៉ាងអ្នកដទៃអត់ជួយឈឺយើងទេណាយើងដើរជន់បលាខ្លួនយើងឈឺខ្លួនយើងហើយនឹងអញ្ចឹងបានថាសេចក្តីបរិសុទ្ធឬមិនបរិសុទ្ធបច្ចត្តតាំងគឺអាស្រ័យទៅលើខ្លួនឯងអញ្ចឹងបានថាក្នុងโลกនេះយើងទាំងឡាយគឺចូលចិត្តសម្លឹងមើលអ្នកដទៃជាងខ្លួនឯងដូចច្រើននោះប៉ុន្តែតាមពិតដើម្បីឲ្យរួចពីសេចក្តីទុក្ខក្នុងវដ្តនេះគឺត្រូវសម្លឹងមើលខ្លួនឯងឲ្យច្រើនដូចយើងបើកឡានអញ្ចឹងយើងជិះម៉ូតូក៏ដោយបើកឡានក៏ដោយត្រូវសម្លឹងមើលផ្លូវសម្រាប់បើកខ្លួនឯងឲ្យបានច្រើនមិនអាចសម្លឹងឲ្យអ្នកដទៃបានទេសម្លឹងឲ្យគេយូរតិចបុកបកគោលបុកធ្លាក់បលាយឥឡូវហើយយើងងាយនឹងចិត្តធ្លាក់ចូលក្នុងអកុសលការសម្លឹងទោសអ្នកដទៃដោយសារសម្លឹងមើលទៅរឿងអ្នកដទៃនឹងឯងណាថ្មចង់និយាយច្រើនបន្តិចរឿងហ្នឹងពីព្រោះនៅក្នុងសង្គមយើងបច្ចុប្បន្នហ្នឹងគឺអញ្ចឹងណាអញ្ចឹងពាក្យពេចន៍ទាំងឡាយដូចព្យុះដូចភ្លៀងអញ្ចឹងសួរតើព្រះអរហន្តលោកដើម្បីជំនះនៅអ្វីទាំងអស់ហ្នឹងលើលោកធ្វើម៉េចលោកយកស្គុតទៅបិទមាត់គេឲ្យអស់ហើយម៉េចឬក៏សូត្របល័យទៅបិទមាត់គេកុំឲ្យនិយាយអាក្រក់ពីលោកអត់ទេអត់អញ្ចឹងទេរៀនបិទទ្វារខ្លួនឯងដូចយើងមិនអាចទៅហាមភ្លៀងហាមខ្យល់បានអញ្ចឹងណាភ្លៀងខ្យល់ជាធម្មជាតិព្រះអាទិត្យរះមកក្តៅជាធម្មជាតិដល់ខែរងាវារងាជាធម្មជាតិហើយនរណាទៅទាស់ជាមួយធម្មជាតិអាហ្នឹងគេហៅថាឈួតដល់ភ្លៀងមកស្រែកជេរភ្លៀងក្តៅមកស្រែកជេរក្តៅឈួតជនអ្នកដែលគេមិនឈួតនោះធ្វើម៉េចក្តៅទៅបាំងឆាតទៅចូលផ្ទះទៅសម្រាកក្នុងផ្ទះទៅបិទទ្វារចិត្តទៅភ្លៀងឯណាសាចូលទេយ៉ាងណាមិញការដើរតាមព្រះសម្មាសម្ពុទ្ធនេះណាញាតិញោមពុទ្ធបរិស័ទទាំងឡាយមិនមែនទៅកែប្រែធម្មជាតិខាងក្រៅទេត្រូវកែប្រែធម្មជាតិខាងក្នុងជំរះខាងក្នុងរបស់យើងម្នាក់ឲ្យស្អាតបុគ្គលចង់ដឹកនាំអ្នកដទៃហ្នឹងក៏ត្រូវជំរះពីខ្លួនឯងទៅមុន